បាទសួស្តីបងថ្ងៃនេះយើងចេញវីដេអូទាក់ទងនឹងរបៀបប្រើប្រាស់របៀបលេងរបស់ helicopter របស់យើងគឺប្រភេទពួក K107 នេះកូដរបស់វា K107 បាទអានេះឈ្មោះរបស់វាហើយនេះ function មួយចំនួនវាមាន servo ប្រព័ន្ធ gyro tele 2.4 GHz អានេះប្រភេទខ្សែសារហោះឡើងហោះអូតូឯងមានកន្លែងចុចចតអូតូបាទហើយមកឈុតរបស់វាយើងនឹងធ្វើការបើកប្រអប់ហើយចំពោះមួយ model នេះគឺក្រុមហ៊ុនរបស់ WL Toy បាទនេះអានេះຂະຫນາດវាដែលវានឹងក្រៅបាទដាក់ក្រៅប្រអប់មកប្រវែង265អានេះស្មើនឹង2ទឹកជាងហើយកម្ពស់72 mm បាទតើមកខាត់ពេលយូរយើងបើកប្រអប់តេស្តតែម្ដងទៅហើយចង់ដឹងថាមួយឈុតរបស់វាមានអីខ្លះបាទហើយវីដេអូនេះយើងធ្វើតេស្តជូនបងស្រីដែរគាត់បានជាវបាទហើយយើងក៏ធ្វើវីដេអូពីរបៀបលេងបាទអញ្ចឹងចុះបងអត់ទាន់មានបងអាចមើលលេងសិនបានចាំថ្ងៃណាមានយើងលទ្ធភាពយើងទិញយកទៅលេងបាទចំពោះមួយម្ដងនេះគឺល្អសម្រាប់បងដែលរៀនលេងដំបូងបាទយើងដកមកឈុតរបស់វាបាទមុនដំបូងគឺសភៅណែនាំបាទអានេះ QR code សម្រាប់ scan បាទនេះសភៅណែនាំទាក់ទងនឹងការប្រើប្រាស់អញ្ចឹងបើយើងអត់យល់យើងអាចមើលសភៅនេះបានបាទអញ្ចឹងវាប្រាប់លម្អិតទាំងអស់ហើយខាងនេះគឺកម្រាលសម្រាប់ទ្របបាទយើងណានេះមួយសិនបាទអញ្ចឹងយើងដកមកបាទមកឈុតរបស់វាបាទអានេះថាជើងតម្រោសម្រាប់ពេលយើងអត់ឈប់លេងយើងចង់ត្រូយើងដាក់ទៅយើងត្រូយន្តហោះរបស់យើងជាមួយណាយើងដកយន្តហោះសិនមកនេះហើយដាក់បាទអញ្ចឹងយើងពេលយើងឈប់លេងយើងដាក់ត្រូបានបាទហើយអានេះស្លាប4ជាមួយនឹងអានេះគឺសម្រាប់ដាក់ខាងក្រោមពេលលេងបាក់ឬក៏ខូចទៅយើងអាចដោះដូរបានបាទខ្សែសារហើយយន្តហោះរបស់យើងទូឯកបាទទូឯករបស់យើងគឺយន្តហោះនេះឯងតែម្ដងបាទតូចស្រាលហើយការវិជារៀងលំបាកបើសិនជាអត់ដែលធ្លាប់លេងបាទយើងកាត់អានេះចោលសិនបាទនេះ remote អូខេទីយន្តហោះចូលបាទនេះ remote របស់វានេះបិទបើកបាទខាងនេះតឡើង speed ខាងនេះចុចមួយប៉ហោះឡើងអូតូពេលយើងឆេះម៉ាស៊ីនហើយបាទហើយចុចប៉វាចុះចតអូតូបាទអានេះប្រភេទ joystick អានេះទៅមកថយក្រោយបត់ឆ្វេងបត់ចេះណានេះមកអញ្ចេះខាងនេះស្ដាំវិញបើខាងនេះឡើងលើយន្តហោះយើងឡើងលើទាញមួយកប់មកវាចុះចតតើពលុតម៉ាស៊ីនមកយើងប្រឡែងដៃបាទហើយខាងនេះងាកក្បាលបត់ក្បាលចេះបាទហើយខាងនេះបត់ក្បាលចេះបាទតោះកុំឲ្យខាត់ពេលយូរយើងធ្វើការដាក់ថ្មតេឡេតេស្តតែម្ដងថ្មតេឡេដូចជាច្រើនគ្រាប់ណាត្រូវការដល់6គ្រាប់បាទអូខេបាទត្រូវការដល់6គ្រាប់បាទអូច្រើនមែនទែនថ្មវីដេអូនេះរឿងវែងបន្តិចណាអូខេអញ្ចឹងយើងមកធ្វើការបើកយន្តហោះរបស់យើងគឺកម្របនេះកន្លែងដោះយើងច្បាច់តិចមកបាទអញ្ចឹងថ្មរបស់វាបាទថ្មវា3.7 800 មីលីអាំពែអញ្ចឹងលេងបានចន្លោះ10នាទីទេលេងបានយូរទេបាទហើយយើងបើកហ្នឹងហើយយើងបិទក្របវិញមកបាទចាប់ហើយតោះយើងប្រាប់ពីរបៀបconnect ជាមួយនឹងយន្តហោះយើងចុចបើកមកយើងរុញឡើងលើយើងទាញចុះក្រោមអញ្ចឹងវា connect មួយគ្នាណាបាទអញ្ចឹងវាដំណើរការណាអញ្ចឹងរបៀប reset ជាដំបូងយើងត្រូវដាក់យន្តហោះយើងឲ្យស្មើអញ្ចឹងមកហើយយើង reset យើងទាញចុះក្រោមហើយកាច់មកឆ្វេងកាច់មកស្ដាំច្រឡំបាទយើង reset យ៉ាងណាបាទអញ្ចឹងភ្លើងវាលោតភ្លឹបអញ្ចឹងបាត់ហើយបាត់អញ្ចឹងមានន័យថាយើង reset ហើយពេលវាឆេះម៉ាស៊ីនយើងទាញចុះក្រោមដូចគ្នាហើយយើងញែកចេញក្រៅបាទអញ្ចឹងគឺវាវិឆេះម៉ាស៊ីនហើយបើយើងអត់វិជាវានឹងធ្វើការបិទម៉ាស៊ីនឲ្យអូតូឥឡូវយើងបលត់សិនបាទយើងបលត់ណា
តោះយើងធ្វើការហោះហើរនៅខាងមុខបាទយើងធ្វើការបញ្ឆេះម៉ាស៊ីនមកនេះពេលលេងនេះយើងបញ្ឆេះម៉ាស៊ីនបាទrồiហើយយើងរុញឡើងលើបាទរុញឡើងលើបាទរៀងរេchứយើងទាញមករេទៅមុខយើងទាញវាតិចតិចមកបាទគឺវាអត់នឹងទេតែយើងសរេតិចតិចណាហ៎បាទជឿអានេះងាកឆ្វេងងាកស្ដាំទៅមុខហើយក្រោយបាទហើយបត់ជាមួយបត់ក្បាលណែបត់ក្បាលបាទឥឡូវយើងធ្វើការចាស់ចតសិនបាទយើងវីដេអូយើងតែប៉ុណ្ណាឯងបាទយើងទាញចុយស្ទីកចុះក្រោមអស់មកវានឹងធ្វើការចាស់ចតហើយបាទជាងទាញឲ្យវាប្រឡូតម៉ាស៊ីនតែម្ដងបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់ការលេងបាទរបស់យន្តហោះយើងបាទគុណដល់បងសម្រាប់តាមដានទស្សនាវីដេអូនេះដល់ចប់បាទកុំភ្លេចឲ្យវីដេអូម្នាក់មួយផងចុច like មួយមកហើយ comment ពាក្យល្អៗមកហើយមួយទៀតកុំភ្លេចជួយ subscribe ផងបាទអរគុណច្រើន